សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយរឿងរបស់ My Chong Cheva លោកប្រធានបានផ្លាស់ប្ដូររូបកាយជាមួយយុវជនក្រីក្រម្នាក់ដោយចៃដន្យដោយសារនៅប្រពន្ធខ្លាំងពេកគាត់បានលួចទៅរកប្រពន្ធនៅបន្ទប់ Steam ហើយលួចដើរចូលទៅជិតពេលនាងកំពុងដេកលក់តែមិននឹកស្មានថាកូនស្រីបង្កើតរបស់គាត់ឈ្មោះសូជីបែរជាគិតថាគាត់ជាជនបៀតបៀនហើយគាត់មួយជើងប៉ង់ខ្ទាបចេញទៅភ្លាមកាលពីម្សិលមិញចែកខ្ញុំបានដកបំពង់អុកស៊ីសែនរបស់ជនធ្វើឲ្យលោកប្រធានកាំងសន្លប់ភ្លាមហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសំណាងល្អដែលទីបំផុតអាចសង្គ្រោះជីវិតគាត់បានហើយគាត់ក៏ភ្ញាក់ពីសន្លប់ឡើងវិញប៉ុន្តែម្ខាងទៀតជនដែលត្រូវចែកខ្ញុំដកបំពង់អុកស៊ីសែនបែរជាមិនអាចរស់ឡើងវិញបានទៀតធ្វើឲ្យសូជីនិងម្ដាយរបស់នាងឈឺចាប់ខ្លាំងពួកគេមិនអាចជឿបានឡើយថាលោកប្រធានកាំងដែលស្ថានភាពកំពុងប្រសើរឡើងបែរជាស្លាប់ភ្លាមបែបនេះលោកប្រធានកាំងដែលប្រញាប់រត់មកមន្ទីរពេទ្យស្ទើរតែទប់អារម្មណ៍មិនបានគាត់ស្ទុះទៅរកសាស្ត្រាចារ្យអមីនដែលជាប្តីរបស់ចែកខ្ញុំអង្វរឲ្យគាត់ជួយសង្គ្រោះជនឲ្យបានតតែបានប៉ុន្តែសាស្ត្រាចារ្យអមីនបដិសេធដោយអះអាងថាមិនអាចប៉ះពាល់សាកសពបានហើយរារាំងមិនឲ្យគាត់ពិនិត្យមើលបន្ទាប់មកក៏រញយទេដឹកសាកសពចេញទៅយ៉ាងលឿនក្រោយដឹងថាឪពុកស្លាប់ចែកសុងបានស្ទុះចូលការិយាល័យរបស់ចែកខ្ញុំទាំងកំហឹងគាត់ស្ដីបន្ទោសថាដើម្បីដណ្ដើមតំណែងប្រធានចែកខ្ញុំដល់ថ្នាក់ហ៊ានសម្លាប់ឪពុកខ្លួនឯងប៉ុន្តែចែកខ្ញុំមិនត្រឹមតែមិនស្ដាយក្រោយទេថែមទាំងនិយាយយ៉ាងត្រជាក់ថាគាត់ត្រូវឈ្នះដោយមិនរើមមធ្យោបាយព្រោះនោះជាច្បាប់រស់រានដែលឪពុកបានបង្រៀនតាំងពីតូចគាត់ថែមទាំងព្យាយាមបញ្ចុះបញ្ចូលចែកសុងទៀតឲ្យរួមដៃជាមួយគាត់ប្រឆាំងនឹងសូជីនិងម្ដាយរបស់នាងដរាបណាធ្វើឲ្យមហាជនជឿថាបងប្អូនទាំងពីរជាជនរងគ្រោះដែលត្រូវម្ដាយចុងនិងកូនក្រៅខ្សែដណ្ដើមទ្រព្យសម្បត្តិពួកគេនឹងអាចរក្សាអ្វីដែលធ្លាប់ជារបស់ខ្លួនបានដំបូងឡើយចេះសុំខឹងខ្លាំងណាស់ប៉ុន្តែពេលបាននៅសម្ដីទាំងនោះគាត់ដូចជាបាត់បង់កម្លាំងនិងលែងមានភាពក្លាហានទល់នឹងចេះជុំទៀតក្នុងពេលជាមួយគ្នានោះលោកប្រធានកាំងបានមើលវីដេអូពីកាមេរ៉ាតាមទូរស័ព្ទហើយបានឃើញទស្សនវិជ្ជាទាំងមូលដែលចែកខ្ញុំដកបំពង់អុកស៊ីសែនប៉ុន្តែមិនយូរប៉ុន្មានចែកខ្ញុំក៏រកឃើញកាមេរ៉ាលាក់ខ្លួននៅក្នុងបន្ទប់អ្នកជំងឺគាត់ថែមទាំងសម្លឹងមើលកាមេរ៉ាហើយសួរយ៉ាងត្រជាក់ថាអ្នកដែលលាក់ខ្លួននៅខាងទៀតជានរណាមិនយូរប៉ុន្មានសាស្ត្រាចារ្យមានក៏ប្រកាសជាសាធារណៈពីមរណភាពរបស់លោកប្រធានកាំងចែកខ្ញុំកាន់ដៃប្តីរបស់នាងឈរនៅចំពោះមុខអ្នកសារព័ត៌មានសម្ដែងធ្វើជាសោកសៅខ្លាំងព្រោះបាត់បង់ឪពុកលោកប្រធានជាងមើលការសម្ដែងคล้ายៗរបស់នាងខឹងរហូតដល់ញ័រខ្លួនពេលនោះទើបគាត់ដឹងថាកូនស្រីម្នាក់នេះឈួតលែងដឹងខុសត្រូវហើយដោយកំហឹងគាត់ថែមទាំងចង់ស្លាប់ជាមួយចែកខ្ញុំទៀតផងមានតែបែបនេះទេទើបអ្វីអាចវិលទៅរកភាពដើមវិញប៉ុន្តែខណៈដែលគាត់កំពុងត្រូវការសង្សឹកគ្រប់ដណ្ដប់ស្រាប់តែទទួលដំណឹងថាលោកយាយរបស់ជនបាត់ខ្លួនលោកប្រធានជាងក៏ប្រាប់ប្រព័ន្ធកំណត់ទីតាំងភ្លាមដើម្បីរកទីតាំងរបស់លោកយាយទើបដឹងថាយប់មិញលោកយាយហាក់ដូចជាបានឃើញជនមកលាគាត់ហើយបន្ទាប់មកក៏បាត់ទៅដើម្បីស្វែងរកចាប់ប្រុសគាត់បានដើរចេញពីផ្ទះតែម្នាក់ឯងដើរស្វែងរកគ្រប់ពីកន្លែងតាមដងផ្លូវឃើញមនុស្សចាស់ដែលអត់សង្ឃឹមនិងគួរឲ្យអាណិតបែបនេះលោកប្រធានជាងលែងអាចទប់អារម្មណ៍សោកស្ដាយក្នុងចិត្តបានគាត់ដឹងថាខ្លួនឯងជាអ្នកបណ្ដាលឲ្យជនស្លាប់ហើយក៏បំផ្លាញជីវិតសុខសាន្តរបស់ជីដូននិងចាស់មួយគូនេះដោយការសោកស្ដាយគាត់អប់លោកយាយហើយយំយ៉ាងខ្លាំងក្រោយត្រឡប់មកផ្ទះវិញលោកប្រធានជាងសម្លឹងមើលអ្វីទាំងអស់ដែលជារបស់ជនទាំងសម្ភារៈបោទាត់របស់ប្រើប្រាស់ប្រចាំថ្ងៃនិងស្នាមរឿងរ៉ាវនៃជីវិតជីដូននិងចៅដែលពឹងពាក់គ្នាសុទ្ធតែប្រៀបដូចកំបិតចាក់បេះដូងរបស់គាត់ជីវិតរបស់ជនដំឡើយនៅមានអនាគតភ្លឺស្វាងប៉ុន្តែអ្វីទាំងអស់នេះត្រូវបានកូនប្រុសកូនស្រីរបស់គាត់បំផ្លាញដោយដៃខ្លួនឯងហើយខ្លួនគាត់ក៏ធ្លាប់ការពារកូនដោយសារកិត្តិយសក្រុមហ៊ុននិងទំនាក់ទំនងឈាមសាច់ទើបចុងក្រោយធ្វើឲ្យជនដែលគ្មានកំហុសស្លាប់ទាំងអយុត្តិធម៌យប់នោះលោកប្រធានជាងបានទៅព្រះវិហារដែលស្ងៀមស្ងាត់ហើយលុតចំគុំសុំទោសនៅចំពោះមុខជនបានបណ្ដាលឲ្យយុវជនស្លូតត្រង់ម្នាក់ស្លាប់មិនថាជាឪពុកឬជាលោកចឹងឡុងហូក៏ដោយគាត់បរាជ័យទាំងស្រុងដើម្បីលុបកំហុសដែលខ្លួនបានសាមលោកប្រធានជាងសម្រេចចិត្តថាចាប់ពីថ្ងៃនេះទៅគាត់នឹងក្លាយជាចាស់ប្រុសរបស់លោកយាយពិតប្រាកដដូចជាជនមើលថែគាត់ឲ្យបានល្អដំបូងគាត់បានទិញសម្ភារៈប្រើប្រាស់និងគ្រឿងសង្ហារឹមថ្មីជាច្រើនដាក់ផ្ទះបន្ទាប់មកក៏នាំលោកយាយទៅធ្វើសក់និងទៅផ្សារទិញម្ហូបព្យាយាមធ្វើគ្រប់យ៉ាងដែលអាចធ្វើឲ្យលោកយាយសប្បាយចិត្តហាក់ដូចជាមានតែបែបនេះគប់អារម្មណ៍សោកស្ដាយក្នុងចិត្តរបស់គាត់បានធូរស្រាលបន្តិចក្នុងពេលជាមួយគ្នានោះរីឯចែកខ្ញុំរីឯជាសុងក៏បានមកព្រះវិហារដើម្បីចូលរួមពិធីបុណ្យសពលោកប្រធានជាម្ដាយរបស់សូជីទ្រាំលែងបានក៏ស្រែកជេរចែកខ្ញុំថាចិត្តអាក្រក់ខូចខើសូជីក៏បាននិយាយដែរថាកាមេរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យខូចចំពេលសំខាន់បំផុតវាគួរឲ្យសង្ស័យខ្លាំងណាស់លើពីនេះទៅទៀតគេក៏បានឃើញថាអ្នកចុងក្រោយដែលចេញពីបន្ទប់អ្នកជំងឺគឺចែកខ្ញុំដូច្នេះអ្នកដែលសម្លាប់លោកប្រធានជាងប្រកាសជាគាត់ហើយម្ដាយរបស់សូជីស្រែកទាំងកំហឹងថាគាត់នឹងទាមទារធ្វើកសលវិច័យឲ្យបានត្រូវតែរកឲ្យឃើញមូលហេតុពិតនៃការស្លាប់របស់លោកប្រធានជាប៉ុន្តែប្រឈមមុខនឹងការចោទសួររបស់ម្ដាយកូនទាំងពីរចែកខ្ញុំមិនភ័យខ្លាចសំបីបន្តិចថែមទាំងឆ្លើយតបយ៉ាងត្រជាក់ចិត្តទៀតបន្ទាប់ពីដោះស្រាយម្ដាយកូនសូជីរួចចែកខ្ញុំក៏ប្រជុំថ្នាក់ដឹកនាំភ្លាមហើយប្រកាសបើកការស៊ើបអង្កេតករណីមូលនិធិសំណាក់ឡើងវិញនាងក៏បានបញ្ជាក់ថាការស៊ើបអង្កេតនឹងរួមបញ្ចូលមនុស្សគ្រប់រូបសម្បីតែខ្លួននាងផ្ទាល់ប្រសិនបើរកឃើញថានាងពាក់ព័ន្ធនាងនឹងលីលែងពីក្រុមហ៊ុនភ្លាមមើលទៅដូចជាយុទ្ធធនណាស់តែការពិតគ្រាន់តែឆ្លៀតឱកាសលេងសម្អាតឈ្មោះខ្លួនឯងប៉ុណ្ណោះដើម្បីត្រៀមផ្លូវកាន់កាប់ក្រុមហ៊ុនទាំងស្រុងក្រោយបញ្ចប់កិច្ចប្រជុំចែកខ្ញុំសួរអ្នកក្រមបង្គាប់ថាតើកាមេរ៉ាក្នុងបន្ទប់អ្នកជំងឺរបស់លោកប្រធានជាងត្រូវបានដោះស្រាយហើយឬនៅអ្នកក្រមបង្គាប់រាយការណ៍ថាកំពុងរៀបចំគ្រប់យ៉ាងតាមការបញ្ជារបស់នាងហើយក៏បានប្រាប់ទៀតថាសាស្ត្រាចារ្យមានបានដាក់លិខិតលេខឈប់ពីមន្ទីរពេទ្យហើយចែកខ្ញុំ
ក៏ប្រញាប់ត្រឡប់ទៅផ្ទះជួបប្តីដាំឡើយនាងគ្រាន់តែឲ្យសាស្ត្រាចារ្យមានសម្រាប់ការងារបណ្ដោះអាសន្នប៉ុណ្ណោះមិននឹកស្មានថាគាត់បែរជាលេលែងទាំងស្រុងប៉ុន្តែសាស្ត្រាចារ្យមានបែរជាញឹមយ៉ាងស្រួលចិត្តថាចាប់ពីពេលនេះទៅគាត់ចង់ធ្វើជាស្វាមីរបស់ប្រធានក្រុមហ៊ុនតែប៉ុណ្ណោះមិនចង់នឿយហត់ជាមួយការងារមន្ទីរពេទ្យទៀតទេនិយាយចប់គាត់ក៏អបប្រពន្ធចូលទ្រោមតែចៅខ្ញុំមិនមានអារម្មណ៍ផ្អែមល្ហែមសំបីបន្តិចផ្ទុយទៅវិញនាងមានអារម្មណ៍ថាបរិះនៅចំពោះមុខមានភាពគួរឲ្យខ្លាចចម្លែកជាងមុននៅថ្ងៃបន្ទាប់ចៅខ្ញុំក៏ចាត់ការយ៉ាងរហ័សដោយហៅមេធាវីមកអានបណ្ដាំមរតករបស់លោកប្រធានជាក្នុងបណ្ដាំមរតកលោកប្រធានជាបានបែងចែកដីធ្លីនឹងផ្ទះឲ្យសមាជិកគ្រួសារគ្រប់គ្នាស្មើគ្នាចំណែកទ្រព្យសម្បត្តិដែលនៅសល់ទាំងអស់នឹងត្រូវប្រគល់ឲ្យប្រធានក្រុមហ៊ុនចំនួនបន្ទាប់ទទួលមកប៉ុន្តែទើបតែអានចប់ប៉ូលីសក៏ចូលមកភ្លាមដោយចាប់ប្រកាន់ថាពាក់ព័ន្ធនឹងករណីមូលនិធិសម្ងាត់ហើយបាននាំខ្លួនម្ដាយរបស់សូជីចេញទៅនៅនឹងកន្លែងសូជីក៏ដឹងភ្លាមថានេះជាអន្ទាក់ដែលចៅខ្ញុំរៀបចំពីក្រោយខ្នងចៅខ្ញុំក៏និយាយទាំងត្រេកអរថាទ្រព្យសម្បត្តិទាំងអស់របស់សូជីនិងម្ដាយរួមទាំងមរតកដែលចិត្តទទួលបាននឹងត្រូវរត់រឹបអូសជាប្រាក់សំណាត់ខុសច្បាប់ហើយបង្កប់ទាំងអស់ពេលនេះពួកគេខ្លាចជាអ្នកគ្មានទ្រព្យសម្បត្តិទៀតហើយសូជីខឹងយ៉ាងខ្លាំងហើយស្ដីបន្ទោសចៅខ្ញុំតែជាសុំក៏ចេញមុខស្ដីថាសូជីគ្មានសិលធម៌ហ៊ានហៅឈ្មោះបងស្រីត្រង់ហើយបញ្ជាឲ្យនាងចេញពីផ្ទះភ្លាមសូជីដែលគ្មានអ្នកជួយក៏បានតែប្រមូលអីវ៉ាន់ត្រៀមចាក់ចេញមុនចេញទៅនាងព្យាយាមទូរស័ព្ទសុំជំនួយពីលោកប្រធានកាមតែគ្មានអ្នកលើកទូរស័ព្ទឡើយដល់ពេលនោះចេះសុំកាន់កាបូបលុយសុទ្ធមួយចូលមកក្នុងបន្ទប់គេប្រាប់សូជីកុំឲ្យនិយាយប្រាប់អ្នកណាតាមពិតគេនៅតែឈរខាងនាងដដែលអ្វីដែលគេធ្វើពេលនេះគឺដើម្បីឲ្យចៅខ្ញុំទុកចិត្តរួចស៊ើបអង្កេតឲ្យដឹងពីការជួញដូររវាងចៅខ្ញុំនិងក្រុមហ៊ុនតេហាសូជីមិនហ៊ានជឿភ្លាមទេនាងសង្ស័យថាចេះសុំជាចាបរោះដែលចៅខ្ញុំបញ្ជូនមកសាឡបងនាងតែចេះសុំនិយាយយ៉ាងម៉ឺងម៉ាត់ថាគេបានស្បោះនៅចំពោះមុខឪពុករួចហើយចាប់ពីថ្ងៃនេះទៅសូជីគឺជាប្អូនស្រីតែម្នាក់គត់របស់គេនឹងធ្វើឲ្យចៅខ្ញុំមកសុំទោសសូជីដោយខ្លួនឯងនិយាយចប់គេក៏ប្រគល់លុយឲ្យសូជីឲ្យនាងយកទៅជួលផ្ទះស្នាក់នៅសិនហើយក៏ប្រាប់នាងជាមុនដែរថាពីនេះទៅនៅចំពោះមុខចៅខ្ញុំគេនឹងប្រព្រឹត្តដាក់នាងកាន់តែអាក្រក់មានតែបែបនេះទេទើបអាចឲ្យចៅខ្ញុំជឿទុកចិត្តទាំងស្រុងបន្ទាប់ពីដកឧបសគ្គទាំងអស់ចេញចៅខ្ញុំក៏សម្រេចបំណងបានឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនជាសុំនាងដើរចូលការិយាល័យប្រធានរួចអង្គុយលើកៅអីដែលធ្លាប់ជារបស់លោកប្រធានកាមដោយរីករាយនឹងអារម្មណ៍នៃការកាន់អំណាចគ្រប់យ៉ាងដើម្បីជួយម្ដាយរបស់នាងចេញមកវិញសូជីសម្រេចទៅចរចាជាមួយចៅខ្ញុំដោយខ្លួនឯងនាងព្រមផ្ទេរភាគហ៊ុន 15% ដែលខ្លួនកាន់កាប់ឲ្យចៅខ្ញុំតែក្នុងលក្ខខណ្ឌថាចាប់ពីពេលនេះទៅចៅខ្ញុំមិនត្រូវប៉ះពាល់ម្ដាយនាងទៀតទេភាគីទាំងពីរក៏ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនក្រោយទទួលបានភាគហ៊ុនហើយចៅខ្ញុំក៏រៀបចំពិធីចូលកាន់តំណែងជាផ្លូវការនៅក្នុងពិធីនាងប្រកាសយ៉ាងមោទនភាពថានាងនឹងធ្វើកំណែតម្រង់ក្រុមហ៊ុនជាសុងទាំងស្រុងហើយបង្កើតក្រុមអាជីវកម្មអនាគតដែលនឹងប្រយុទ្ធជាមួយនាងប្រាប់តែលោកប្រធានកាំងដែលបាត់មុខជាច្រើនថ្ងៃបែរជាខ្លាយជាមនុស្សស្និទ្ធបំផុតរបស់ចៅខ្ញុំសូជីនិងប្រធានផ្នែកសុទ្ធតែភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពិធីបញ្ចប់សូជីសម្រុកចូលការិយាល័យស្ដីបន្ទោសលោកប្រធានកាំងថាបានក្បត់នាងតែលោកប្រធានកាំងបែរជាចំអប់ថានាងគ្មានសមត្ថភាពហើយថាការគ្រប់គ្រងចៅខ្ញុំដែលមានសមត្ថភាពជាងគឹបជាជំរឿដ៏ឆ្លាតវៃតាមពិតទៅគំនិតយកម្ដាយសូជីមកគំរាមឲ្យប្រកួតភាគហ៊ុនគឺជាគំនិតដែលលោកប្រធានកាំងស្នើឲ្យចៅខ្ញុំដោយខ្លួនឯងហើយក៏ដោយសារតែការបង្ហាញភាពស្មោះត្រង់នេះទើបចៅខ្ញុំទទួលយកគាត់មកវិញប៉ុន្តែលោកប្រធានកាំងដែលមើលទៅដូចជាចោះចូលចៅខ្ញុំបែរជាលួចយកលុយជាសាច់ប្រាក់យ៉ាងច្រើនពីឃ្លាំងលុយសម្ងាត់ប្រគល់ឲ្យលោកលីឲ្យរៀបចំសូជីនិងម្ដាយចេញទៅក្រៅប្រទេសឲ្យបានឆាប់ព្រោះបន្ទាប់ពីនេះគាត់នៅមានសង្គ្រាមធំមួយត្រូវប្រឈមមានតែធានាសុវត្ថិភាពម្ដាយកូនទាំងពីរជាមុនទើបគាត់អាចធ្វើអ្វីដែលគួរធ្វើបានដោយគ្មានកង្វល់លោកលីនិយាយថាមិនអាចធានាបានថានឹងបញ្ចុះបញ្ចូលសូជីជោគជ័យប៉ុន្តែគាត់ក៏នាំដំណឹងល្អមកដែរម្ដាយសូជីត្រូវបានដោះលែងហើយយប់នេះម្ដាយកូនទាំងពីរស្នាក់នៅបណ្ដោះអាសន្នក្នុងសូណាពេលដឹងថាប្រពន្ធនៅក្នុងសូណាលោកប្រធានកាំងក៏ទុកចិត្តនឹកមិនបានហើយលួចទៅជួបនាងឆ្លៀតពេលសូជីដើរចេញគាត់ក៏ដើរទៅជិតប្រពន្ធបន្តិចម្ដងឃើញមុខនាងស្គមជាងមុនខ្លាំងរហូតនិយាយអ្វីមិនចេញបានត្រឹមទាញភួយគ្រប់ឲ្យនាងថ្នមលោកប្រធានកាន់ជាភ្លាមហើយភ័យស្លន់ស្លោររំកិច្ចទើបកូនស្រីមិនបានឃើញមុខពិតរបស់គាត់ការស្នាក់នៅក្នុងសូណាមិនមែនជាដំណោះស្រាយរយៈពេលវែងទេម្ដាយសូជីចង់រកកន្លែងស្នាក់នៅថ្មីសូជីក៏នឹកឃើញកន្លែងល្អមួយថ្ងៃបន្ទាប់លោកប្រធានកាំងត្រឡប់ពីធ្វើការមកផ្ទះតែពេលងើបមកឡើងស្រាប់តែឃើញសូជីដើរចេញពីបន្ទប់ចុកខាងតើការរស់នៅជិតគ្នាបែបនេះនឹងមានរឿងអ្វីកើតឡើងទៀតពាក់នេះចាប់ត្រឹមនេះហើយកុំភ្លេចចុច like និងបញ្ចេញទៅផងហើយជួយ follow channel My Chong ផងមានវីដេអូថ្មីជារៀងរាល់ថ្ងៃសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានស្នាមញញឹមពេញមួយថ្ងៃលេហើយ